សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំនឹងលើកតាក់ទងជាបន្តជាមួយនឹងអត្តចរិតរបស់ឆ្នាំនីមួយៗដែលមកដល់នៅក្នុងវីដេអូនេះគឺជាឆ្នាំចុងក្រោយគឺជាឆ្នាំកុរចឹងនៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងលើកឡើងតាក់ទងជាមួយនឹងអត្តចរិតទូទៅរបស់មនុស្សដែលកើតនៅក្នុងឆ្នាំកុរសត្វជ្រូកគឺមានចរិតល្អពីធម្មជាតិសុភាពរាបសារដែលតែងតែមានឆន្ទៈជួយដល់អ្នកដទៃអ្នកអាចទុកចិត្តសត្វជ្រូកបានពួកគេមិនធ្លាប់ក្បត់អ្នកនិងមិនធ្លាប់គិតអំពីការក្បត់នោះទេពួកគេជាមនុស្សងាយជឿមនុស្សបានន័យថាគាត់ងាយជឿទុកចិត្តអ្នកដទៃនិងបែបនេះគឺត្រូវបន្ថែមការការពារពួកគេអាចត្រូវបានគេបោកបញ្ឆោតយ៉ាងងាយស្រួលអញ្ចឹងដោយសារគាត់ឆាប់ជឿទុកចិត្តអ្នកដទៃអញ្ចឹងវាអាចប៉ះចំវេលាណាមួយនឹងត្រូវបានគេបោកយ៉ាងងាយស្រួលដែរក្រោយមកពួកគេនឹងព្យាយាមលើកលែងទោសខ្លួនឯងនិងកំហុសរបស់អ្នកដទៃទៀតដោយរីករាយឧទាហរណ៍ប្រសិនបើអ្នកណាម្នាក់ដែលបានបោកប្រាស់គាត់ឬក៏អាចនិយាយបានថាជាមនុស្សដែលគាត់ជឿទុកចិត្តចឹងណាចឹងគាត់អាចលើកលែងទោសឲ្យបុគ្គលទាំងហ្នឹងព្រមទាំងខ្លួនគាត់ហ្នឹងបានដោយងាយចង់និយាយចឹងសត្វជ្រូកមានភាពស្មោះត្រង់ស្ទើរតែនឹងការបំផ្លិចបំផ្លាញរបស់ពួកគេហើយត្រូវបានជាប់គាំងដោយភាពមិនស្មោះត្រង់ពីជុំវិញខ្លួនចឹងបានន័យថាដោយសារតែការជឿជាក់របស់គាត់ងាយស្រួលនឹងគេបោកដោយសារតែភាពងាយស្រួលឆាប់ជឿគេពេកវាអាចនឹងត្រូវបំផ្លាញខ្លួនរបស់គាត់ផងដែរនៅពេលខ្លះប្រសិនបើពួកគេនិយាយកុហកវាគ្រាន់តែជាការការពារខ្លួននៅពេលដែលចាំបាច់បំផុតប៉ុណ្ណោះពួកគេមានភាពវៃឆ្លាតប៉ុន្តែមិនសូវប៉ិនប្រសប់ឬវង្វេងនោះទេនៅក្នុងចំណោមមិត្តភ័ក្តិរបស់សត្វជ្រូកអាចបណ្ដោយខ្លួនឯងនឹងពីភាពរីករាយនឹងធ្វើអ្វីដែលពួកគេចង់ធ្វើបន្តិចបន្តួចបំណងប្រាថ្នារបស់ពួកគេសម្រាប់ចំណេះដឹងគឺធំធេងណាស់ហើយពួកគេមានអ្វីដែលបានមកដល់ដៃពួកគេហាក់ដូចជាមានការអប់រំល្អប៉ុន្តែវាគ្រាន់តែជាសម្បកក្រៅតែប៉ុណ្ណោះទោះយ៉ាងណាក៏ដោយនៅពីក្រោយរូបរាងដ៏ស្ងប់ស្ងាត់គឺលាក់បាំងនៅអំណាចនៅពេលដែលសត្វជ្រូកសម្រេចចិត្តដើម្បីធ្វើអ្វីនោះมันមានអ្វីដែលអាចរារាំងពួកគេមិនអោយសម្រេចនៅគោលដៅរបស់ពួកគេបានឡើយពួកគេនឹងប្រើប្រាស់ថាមពលរបស់ពួកគេទាំងអស់ដើម្បីបញ្ចប់នៅអ្វីដែលពួកគេដាក់ចិត្តមនុស្សដែលកើតនៅក្នុងឆ្នាំកុរនោះមានមិត្តភ័ក្តិតិចណាស់ប៉ុន្តែមិត្តភាពទាំងនោះស្ថិតនៅជាមួយគេមួយជីវិតសម្រាប់មិត្តទាំងនោះសុខចិត្តធ្វើបានន័យថាសុខចិត្តធ្វើសូម្បីតែការលះបង់ដែលមិនគួរឲ្យជឿបំផុតពួកគេអាចគ្រប់គ្រងវិជ្ជាជីវៈណាមួយបានហើយពួកគេមានមនសិការនិងឧស្សាហ៍ព្យាយាម
អរគុណចំពោះធម្មជាតិផ្លូវចិត្តដ៏ជ្រាលជ្រៅរបស់ពួកគេក៏អាចទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈផងដែរមនុស្សជាញឹកញាប់មានទំនោរនៅក្នុងការកេងប្រវ័ញ្ចភាពឆោតល្ងង់របស់ពួកគេផងដែរឆ្នាំកុរជាញឹកញាប់ត្រូវបានបោកបញ្ឆោតក្បត់ប៉ុន្តែក៏ស្រឡាញ់ផងដែរអញ្ចឹងបានន័យថាអាបោកក៏បោកអាស្រឡាញ់ក៏ស្រឡាញ់អញ្ចឹងនិយាយអញ្ចឹងមិនមនុស្សដែលកើតនៅក្នុងឆ្នាំឆ្នាំកុរជាញឹកញាប់ត្រូវបានបោកបញ្ឆោតហើយក៏ត្រូវបានស្រឡាញ់ផងដែរអញ្ចឹងបានន័យថាទាំងទ្វេហ្មងណាទោះយ៉ាងណាក៏ដោយនៅពេលដែលពួកគេចាប់ផ្ដើមវិលជុំវិញនៅក្នុងភាពកខ្វក់ពួកគេនឹងបញ្ចប់បានយ៉ាងធ្ងន់ធ្ងរកន្លែងនេះចង់និយាយថាប្រសិនណាបើពួកគាត់ធ្លាក់ទៅក្នុងអ្វីមួយដែលមិនល្អចឹងបានន័យថាគាត់ងាយស្រួលគេបោកងាយស្រួលគេប្រើប្រាស់ចឹងហើយវាអាចជាការនាំបញ្ហាដល់ខ្លួនគាត់ផងដែរចឹងតាក់ទងជាមួយនឹងអត្តចរិតទូទៅសម្រាប់មនុស្សដែលកើតនៅក្នុងឆ្នាំកុរនៅក្នុងវីដេអូនេះភាគទី1បានមកដល់ទីបញ្ចប់ត្រឹមនេះអរគុណច្រើនសម្រាប់ការចូលមកកាន់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយបើសិនជាចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា